ដាក់នម៉ានឹងមិនព្រមចោះចាញ់សម្ពាធរបស់លោកត្រាំជុំវិញបញ្ហាកោះ Greenland ឡើយនាយករដ្ឋមន្ត្រីដានូម៉ាបានប្រកាសនៅថ្ងៃប្រហ័សទី 5 ខែមិថុនាថាប្រទេសដានូម៉ានឹងមិនព្រមចោះចាញ់នឹងសម្ពាធដែលមិនអាចទទួលយកបានពីសហរដ្ឋអាមេរិកទាក់ទងទៅនឹងការគ្រប់គ្រងលើដែនដី Greenland ដែលមានស្វ័យភាពពាក់កណ្ដាលនោះទេដោយព្រមានថាសិទ្ធិសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជន Greenland ដែលកំពុងស្ថិតនៅក្នុងហានិភ័យនេះបញ្យងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថ្លែងនៅក្នុងសន្ទរកថាសម្រាប់ទិវាជាតិដានូម៉ាលោកស្រីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាប៉ុន្មានខែថ្មីនេះ Greenland និងដានូម៉ាបានទទួលរងសម្ពាធដែលមិនអាចទទួលយកបានពីសំណាក់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់យើងគឺសហរដ្ឋអាមេរិកលោកស្រីបានបន្ថែមថាគោលការណ៍ជាមូលដ្ឋានក្នុងទំនាក់ទំនងឆ្លងអាត្លង់តិកដូចជាអធិបតេយ្យភាពជាតិការគោរពព្រំដែននិងសិទ្ធិសម្រេចដោយខ្លួនឯងរបស់ប្រជាជនកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ប៉ុន្តែយើងមិនព្រមឱនក្បាលទេយើងជនជាតិដានូម៉ាមិនធ្វើបែបនេះនោះទេ